បាទវគ្គនេះយើងខ្ញុំនឹងភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានទី1ទៅកាន់ខេត្តកញ្ចេះគឺលោករតលោកបុត្រាបាទជំរាបសួរលោករតបាទក៏លោកជំរាបសួរលោកស្កាក់និងលោកបុត្រាប្រពន្ធទូទស្សនិកជនទាំងអស់ផងដែរបាទសម្រាប់ព្រឹកនេះមានរឿងរ៉ាវអ្វីដើម្បីធ្វើការជម្រាបជូនដែរបាទនេះខ្ញុំបាទមានសេរីការស្ដីពីសមាជិកចម្រុះចុះបង្ក្រាបការធ្វើនេសាទខុសច្បាប់ដោយប្រើឧបករណ៍ស្បៃមុងនៅរដូវបិទនេសាទក្នុងដែននេសាទនៅក្នុងក្រុងកញ្ចេះបាទសូមអញ្ជើញលំអិតបាទស្បៃមុងចំនួនជិត 3000 ម៉ែត្រនិងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀតដែលគេលួចធ្វើការនេសាទដោយខុសច្បាប់នៅក្នុងរដូវបិទនេសាទនេះនៅចំណុចដែននេសាទបឹងរំលាយស្ថិតនៅក្នុងសង្កាត់ចំនួន3នៃក្រុងកញ្ចេះគឺត្រូវបានសមាជិកចម្រុះដឹកនាំដោយលោកខាន់ចំណានអភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មការចម្រុះបានចុះធ្វើការបង្ក្រាបការពិព្រឹកថ្ងៃទី8សីហាឆ្នាំសិលមិញនេះបាទលោកជាងគិននៃខណ្ឌរដ្ឋបាលជលផលខេត្តបានឲ្យដឹងថានៅក្នុងសកម្មភាពនៃការចុះបង្ក្រាបដែលបានធ្វើឡើងក្នុងព្រឹកនោះគឺអាជ្ញាធរបានរឹតអូសនៅឧបករណ៍នេសាទខុសច្បាប់បានចំនួនធំរួមមានរបាំងស្បៃមុងចំនួន 2500 ម៉ែត្រលូស្បៃមុងចំនួន56គ្រឿងបង្គោលឫស្សីជាង600បង្គោលរបាំងកាត់ទទឹងព្រែកជាង40ម៉ែត្រលបនិងតុំចំនួន40គ្រឿងនិងចាក់លែងកូនត្រីគ្រប់ប្រភេទចូលទៅក្នុងបឹងធម្មជាតិវិញចំនួនជាង50គីឡូផងដែរលោកនៃខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ឲ្យដឹងទៀតថាឧបករណ៍ទាំងនេះគឺសិក្សាជាឧបករណ៍នេសាទដែលប្រជានេសាទបានធ្វើការនេសាទខុសច្បាប់នៅរដូវហាមឃាត់ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចរបស់យកទាំងស្រុងបាទលោកនាយខណ្ឌរដ្ឋបាលបានអះអាងថាកម្លាំងជំនាញគឺនៅតែបន្តការសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនានានិងអាជ្ញាធរមូលដ្ឋានដើម្បីចុះត្រួតពិនិត្យទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅរដូវហាមឃាត់នេះនៅគ្រប់ទីកន្លែងក្នុងដែននេសាទនៅទូទាំងខេត្តបាទជំរាបសួរលោកទាក់ទងជាមួយនឹងការចាប់បាននៅស្បៃមុងលូស្បៃមុងហ្នឹងតើសមត្ថកិច្ចមានការធ្វើចំណាត់ការយ៉ាងណាឬក៏ដុតបំផ្លាញចោលឬក៏រក្សាទុកនៅប្រភេទស្បៃមុងនេះបាទសូមជម្រាបជូនផងដែរថារាល់ឧបករណ៍ដែលសមាជិកយកអូសបាននៅក្នុងសកម្មភាពនៃការចុះបង្ក្រាបនេះរដ្ឋបាលជលផលខេត្តនេះនឹងប្រមូលនៅរាល់សម្ភារៈទាំងអស់នេះយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលដើម្បីចាត់វិធានការបន្តបាទហើយជាមួយនៅក្នុងសកម្មភាពនៃការចុះបង្ក្រាបនេះផងដែរលោកខណ្ឌចំណានអភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មការនេះលោកក៏បានណែនាំដល់ប្រជានេសាទឲ្យបង្វែរពីការនេសាទដោយប្រើឧបករណ៍ខុសច្បាប់មកស្របច្បាប់វិញនៅក្នុងរដូវបិទនេសាទដែលជារដូវទឹកដំឡើងនេះគឺដើម្បីការពារធនធានធម្មជាតិឲ្យគង់វង្សទៅថ្ងៃអនាគតបាទអរគុណលោកបាទសូមអរគុណសូមជម្រាបលាបាទជម្រាបលាបាទអរគុណហើយជាបន្តលោកសុខាបាទជាបន្តទៅខេត្តកំពង់ចាមជួបលោកវិឡែមមិនដឹងថាមានរឿងអីរាយការណ៍ជូនដល់សាធារណជនទេជំរាបសួរលោកវិឡែមបាទជំរាបសួរលោកបាទសុខានិងលោកបុត្រាបាទលោកវិឡែមតើមានព័ត៌មានអ្វីរាយការណ៍ថ្ងៃនេះបាទថ្ងៃនេះខ្ញុំមានព័ត៌មានមួយស្ដីពីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាមនិងផ្នែករដ្ឋបាលព្រៃឈើត្រួយឆ្វេងបានប្រកល់កូនឈើចំនួន 1000 ដើមដល់វត្តត្រពាំងកបៅនិងកម្ពុជាឡៃទីយោបាទសូមអញ្ជើញថាតើទៅថ្ងៃទី8ខែសីហាឆ្នាំ2013ហ្នឹងនៅវត្តជួតតវ័នត្រពាំងកបៅស្ថិតក្នុងភូមិពេញនេះត្បូងនិងពេញនេះជើហ្នឹងឃុំស្ពឺស្រុកចំការលើនៅក្នុងវិទ្យាល័យទីយោហ្នឹងស្ថិតក្នុងភូមិអូប៉ែឃុំទីយោស្រុកចំការលើបានទទួលកូនឈើចំនួន 1000 ដើមពីខណ្ឌរដ្ឋបាលនិងផ្នែករដ្ឋបាលព្រៃឈើហ្នឹងបាទហើយនៅក្នុងពិធីនោះដែរលោកគុលសវណ្ណហ្នឹងនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាមហ្នឹងបានថ្លែងក្នុងពិធីប្រគល់តាមថាថ្ងៃនេះខណ្ឌរដ្ឋបាលព្រៃឈើបានផ្ដល់កូនឈើចំនួន 1000 ដើមមានកូនបេងមាននួនកគីនិងកញុងជាកូនឈើរយៈពេលយូរនិងកូនស្វាយជាកូនឈើហូបផ្លែរយៈពេលខ្លីហើយលោកនាយរងហ្នឹងបានបញ្ជាក់អំពីសារៈសំខាន់របស់ព្រៃឈើឈើវាអាចដល់ឲ្យសម្រាប់មនុស្សនិងសត្វមានអត្ថប្រយោជន៍ពីរយ៉ាងឲ្យផ្ទាល់និងដោយប្រយោលអាចយកមកដោះស្រាយដូរជីវភាពប្រចាំថ្ងៃយកមកធ្វើជាឱសថបុរាណសម្រាប់ជាបារោគហើយមួយជីវិតមនុស្សត្រូវការឈើរហូតតាំងពីកើតរហូតដល់ស្លាប់ទៅវិញឈើយកមកប្រើប្រាស់ជាឧបករណ៍ផ្សេងៗបាទហើយឈើផ្ដល់មលុបជាជំរឿនដល់មនុស្សសត្វផ្ដល់អុកស៊ីហ្សែនឡាក់យើងមើលប្រវត្តិតែពុទ្ធជាអង្គម្ចាស់នៃយើងអង្គប្រកោតនៅក្រោមដើមឈើប្រាស់ដឹងនៅក្រោមដើមឈើដូចនេះព្រះអង្គគឺជាធម្ម
ដូច្នេះយើងទាំងអស់គ្នាត្រូវតែដើរតាមព្រះអង្គថ្ងៃនេះយើងទាំងអស់គ្នាមានមោទនភាពណាស់ពីព្រោះនៅទីអារាមនិងអនុស្សាវរីយ៍បានកូនឈើថ្ងៃក្រោយអាចផ្ដល់ជាមនុស្សជាសុខភាពដល់យើងគ្រប់គ្នាជាចុងក្រោយយើងរួមគ្នាថែរក្សានិងឲ្យខាងជំនាញផ្ដល់បច្ចេកទេសបន្ថែមទៀតបាទនៃនេះការខ្ញុំមានប៉ុណ្ណឹងបាទអរគុណច្រើនលោកវិលែមជម្រាបលាបាទនេះគឺជាសេចក្តីរាយការណ៍មួយដែលបង្ហាញអំពីការអភិវឌ្ឍនិងការបណ្ដុះកូនឈើឲ្យកាន់តែសម្បូរបែបឡើងវិញនៅក្នុងការការពារបរិស្ថានតាក់ទាញទឹកភ្លៀងនិងការពារការហូរច្រោះជីជាតិផងដែរបាទឥឡូវសូមបន្តទៅកាន់ខេត្តបន្ទាយមានជ័យជួបនឹងលោកប៊ុនធឿនបាទជម្រាបសួរលោកប៊ុនធឿនហៅឡូជំរាបសួរលោកបានលោកសុខាបាទសម្រាប់ព្រឹកនេះមានព័ត៌មានអ្វីដើម្បីធ្វើការជម្រាបជូនដល់ទូរទស្សនិកជនរបស់យើងបាទថ្ងៃនេះមានព័ត៌មានមួយដែលត្រូវជម្រាបជូនគឺលោកយមរងប្រធានមន្ត្រីធនធានទឹកនិងឧត្តមជំខណ្ឌបន្ទាយមានជ័យលោកបានមានភាពចាញ់ចំពោះគណៈដែលចាក់ដីក៏ដូចជាសាងសង់រំលោភទៅលើចំណីមកស្ទឹងនិងទៅមានវិធានការតាមជំនឿហើយដែលមិនត្រូវធ្វើឲ្យតាមតែអំពើទឹកដែលប៉ះពាល់ដល់ធនធានទឹកឡើយលោកក៏បានបញ្ជាក់ថាដោយមានការណែនាំពីក្រសួងធនធានទឹកនិងឧត្តមយមខេត្តអាក្រសួងក៏ដូចជាលោកអភិបាលខេត្តបន្ទាយមានជ័យបានដាក់វិធានការទៅត្រួតពិនិត្យរកបញ្ហាបទអន្តរាយសាស្ត្រនិងធនធានទឹកក្នុងខេត្តឲ្យកាន់តែប្រសើរឡើងថែមទៀតនោះយើងតែនៅតាមដងស្ទឹងក៏ដូចជាដងបួអូប្រឡាយហើយលោកនិងមន្ត្រីជំនាញទៅយកចិត្តទុកដាក់ឲ្យបានរាល់ភារកិច្ចទាំងនេះលោកយមរងក៏បានបន្តថាជាស្បែកខេត្តបន្ទាយមានជ័យគឺមានបុគ្គលមានអំណាចមួយចំនួនបានចាក់ដីរំលោភយកដីមកស្ទឹងតែសិននៅក្បាលស្ពានទាំងលេខក្នុងខាងលិចក្នុងត្បូងនៅផ្លូវជាតិលេខ5ហ្នឹងក៏បានសាងសង់ជាគម្រោងដែកដែលជាកន្លែងគម្រោងកំសាន្តដែលរំលោភទៅលើស្ទឹងខ្សែសិនខាងត្បូងមកដែរលោកនឹងធ្វើរបាយការណ៍ជូនទៅលោកអភិបាលខេត្តដើម្បីថាឲ្យបានជ្រាបឲ្យទៅលោកនឹងសុំលិខិតការអនុញ្ញាតនោះដើម្បីមានជាការចំពោះបុគ្គលទាំងនោះដែលយកអំណាចនឹងធ្វើត្រូវតែមានវិធានការតាមដាប់ទោះជាសាងសង់ហើយទៅឲ្យរស់រើចេញជាបន្ទាន់បើធ្វើបែបនេះគឺវាប៉ះពាល់ដល់ធនធានទឹកស្ទឹងបាទសម្រាប់ថារយៈពេលកន្លងមកហ្នឹងបុគ្គលដែលចាក់ដីសាងសង់រំលោភទៅលើចំណីមកស្ទឹងនេះគឺអ្នកយកព័ត៌មានធ្លាប់បានជួបសួរទៅខាងមន្ត្រីរៀបចំដែនដីនគររូបនឹងចាំសំណងជួយយកដីខេត្តដែរតែតែឆ្លើយទម្លាក់ឲ្យទៅពីជំនាញខេត្តទៅជំនាញក្រុងយកទៅរួចខ្លួនហើយក៏ទុកចោលគ្នាវិធានការហើយរហូតមកដល់ពេលនេះហើយគួរគេក៏ឃើញថាទោះជាមិនដឹងតែខ្លាចអំណាចទាំងឬក៏ទង្វើអ្វីមួយចំពោះមន្ត្រីទាំងនោះដែរគេសង្ឃឹមថាមន្ត្រីធនធានទឹកនៅទូយមខេត្តនោះប្រហែលជាមិនទុកឲ្យធ្វើបែបនេះឡើយព្រោះថានឹងទៅមានទីការបានឆាប់ព្រោះថាធនធានទឹកល្អដើម្បីប្រជាពលរដ្ឋនិងប្រទេសជាតិនៅពេលអនាគតផងដែរបាទអរគុណជំរាបលោកប៊ុនធឿនបាទបងបាទជំរាបលាបាទជំរាបលាណាបាទទូទៅបាទទូរទស្សនិកជនជាទីមេត្រីពាក់ព័ន្ធទៅនឹងដីបឹងដីបួដីទន្លេបាទសិតសឹងតែជារបស់រដ្ឋរួមទាំងដីភ្នំទៅទៀតដែលយើងមិនអាចចូលទៅរស់នៅកាន់កាប់យកមកធ្វើជាកម្មសិទ្ធិបានទេបើសិនជាការរស់នៅជាលក្ខណៈបណ្ដោះអាសន្នហើយអាជ្ញាធរអនុញ្ញាតឲ្យប៉ុន្តែគឺថាយើងនៅតែមិនមែនជាម្ចាស់កម្មសិទ្ធិនៅពេលដែលរដ្ឋត្រូវការបែបណាមួយរដ្ឋអាចនឹងយកត្រឡប់មកវិញអានោះសូមកុំប្រកាន់រដ្ឋកុំខឹងរដ្ឋបាទសរុបសេចក្តីទៅបើសិនជាយើងកសាងឬក៏ធ្វើគេហៅថាភូមិគ្រឹះឬក៏សាងសង់ចាក់ដីពីលើមាត់ស្ទឹងអញ្ចឹងវាអាចប៉ះពាល់ដោយការហូរដីឬក៏ហូរទឹកអីចាក់ទៅកន្លែងផ្សេងណាអញ្ចឹងវាអាចកកស្ទះឬក៏ទឹកចំនួនអាចកកើនឡើងនៅក្នុងតំបន់នឹងបន្ថែមទៀតបាទអរគុណណាឥឡូវនេះសូមអនុញ្ញាតសម្រាប់បន្តិចសិនបន្តិចទៀតភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងារដទៃទៀតបាទ